ភិបាលខេត្តកំពង់ចាមអះអាងថាយើងត្រូវបន្តខិតខំឲ្យបានល្អទៅមុខទៀតកុំឲ្យអនឡាញស្កេមបំផ្លាញអនាគតយុវជននិងប្រទេសជាតិរបស់យើងអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមឯកឧត្តមអ៊ុនចិន្តាលោកបានអះអាងថាពីមុនមកល្អហើយប៉ុន្តែយើងត្រូវបន្តខិតខំឲ្យបានល្អទៅមុខទៀតធ្វើយ៉ាងណាកុំឲ្យអនឡាញស្កេមបំផ្លាញអនាគតយុវជននិងប្រទេសជាតិរបស់យើងឯកឧត្តមថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី25អាណត្តិទី4របស់ក្រុមប្រឹក្សាខេត្តកំពង់ចាមនាព្រឹកថ្ងៃទី11មិថុនាឆ្នាំ2026ក្រោមវត្តមានឯកឧត្តមឃ្លោកផនប្រធានក្រុមប្រឹក្សាខេត្តក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តលោកបានថ្លែងថាដោយបានដាក់ចេញនៅផែនការជាយុទ្ធសាស្ត្រកំណត់និងគ្រប់គ្រងបាននៅបណ្ដាទីតាំងដែលសង្ស័យមានការប្រមូលផ្ដុំមនុស្សរស់នៅប្រកបអាជីវកម្មផ្សេងៗជាលទ្ធផលធ្វើឲ្យនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាមពុំមានទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេទាំងនេះអាស្រ័យដោយយើងបានចាត់វិធានការនានាជាប់ជាប្រចាំពីចម្ងាយកំណត់គោលដៅមុនចុះពិនិត្យនិងពង្រាយកម្លាំងតាមគោលដៅដែលអាចនឹងមានការហាលចូលពីខាងក្រៅនៅមុខសញ្ញាបានទាន់ពេលវេលាឯកឧត្តមអ៊ុនចិន្តាអភិបាលខេត្តកំពង់ចាមលោកក៏បានបញ្ជាក់ថាការងាររដ្ឋបាលចំហតាមដងផ្លូវសាធារណៈកម្លាំងជំនាញយើងបានធ្វើការបង្ក្រាបនៅបទល្មើស7លើកឃាត់ខ្លួនមនុស្ស58នាក់ដែលជាជនជាតិចិនធ្វើដំណើរចូលក្នុងខេត្តកំពង់ចាមដោយគ្មានលិខិតឆ្លងដែនគឺខុសច្បាប់បញ្ជូនខ្លួនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃជាមួយគ្នានោះឯកឧត្តមអភិបាលខេត្តលោកក៏បានសង្កត់ធ្ងន់ថាជាបទពិសោធន៍នៅក្នុងការអនុវត្តការងារប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ scam បន្ទាប់ពីទទួលបានបទបញ្ជាលេខ01និងអនុក្រឹត្យលេខ03របស់រាជរដ្ឋាភិបាលកម្ពុជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានច្បាមជាប់នៅនឹងដៃនិងឈានទៅគ្រប់គ្រងបានភ្លាមនៅគោលដៅសំខាន់ចំនួន402ទីតាំងនិងកន្លែងផ្សេងទៀតចំនួន714ទីតាំងរួមនឹងបានដាក់ចេញនៅវិធានការផ្សព្វផ្សាយចំនួន2776លើកផងដែរនាងខ្ញុំអែមហៀងធ្វើសេចក្តីរាយការណ៍ពីខេត្តកំពង់